ជាសួរខ្ញុំបាទឈ្មោះគីមីហុងហើយខ្ញុំរៀននៅសាលាអង្គរបហើយថ្ងៃនេះខ្ញុំចង់លើកពិសោធន៍មួយអំពីចរន្តខ្យល់បក់ទៅកាន់សិស្សសាស្ត្រនៃថ្នាក់ទី10យើងនៅទីនេះខំសារមេរៀននេះគឺចង់ឲ្យសិស្សគាត់ទទួលបានដើម្បីផ្សារភ្ជាប់ទៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ដើម្បីឲ្យគាត់ដឹងថាតើហេតុអីបានជាមានខ្យល់បក់កើតឡើងលើផ្ទៃផែនដីយើងនេះបាទការពិសោធន៍ហ្នឹងគឺដើម្បីឲ្យគាត់បានដឹងថាមូលហេតុអីទើបធ្វើឲ្យមានខ្យល់បក់ក្នុងជីវភាពប្រចាំថ្ងៃយើងរាល់ថ្ងៃយើងបានដឹងហើយថាគឺយើងមានខ្យល់បក់ហើយខ្យល់វាអាចមានបក់ពីតំបន់ផ្សេងៗគ្នាបាទបក់មកពីទឹកផ្សេងៗគ្នាអញ្ចឹងនៅក្នុងការពិសោធន៍នេះយើងនឹងបង្ហាញប្រាប់គាត់ថាមូលហេតុដែលមានខ្យល់បក់ហ្នឹងគឺបណ្ដាលមកពីអីហើយខ្យល់ដែលបក់នៅក្នុងរយៈចម្ងាយណារយៈចម្ងាយខ្លីរយៈចម្ងាយវែងហ្នឹងបណ្ដាលមកពីមូលហេតុអីសម្រាប់សម្ភារៈនៅក្នុងដំណើរការពិសោធន៍ហ្នឹងគឺយើងអាចប្រើកេសទឹកសុទ្ធចម្លោះ350មីលីលីត្រឬក៏500មីលីលីត្រចំនួន1កំប៉ុងកូកាបាទកំប៉ុងកូកាចំនួន2យើងមានស្កុតបាទស្កុតម្ដុំយើងមានផ្លាស្ទិកបាទផ្លាស្ទិកសម្រាប់ការបិទហើយយើងមានទៀនយើងមានធូបហើយនឹងតកបាទនេះគឺជាសម្ភារៈដែលយើងបម្រើឲ្យការពិសោធន៍ទាក់ទងនឹងចរន្តខ្យល់បក់ចំពោះដំណើរការនៃការពិសោធន៍មុនដំបូងគឺយើងកាត់កេសឲ្យហើយយើងរៀបចំសម្ភារៈហើយបន្ទាប់មកយើងដាក់ចានតកចូលទៅក្នុងកេសហ្នឹងក្រោមនៃបំពង់ដែលយើងចោះដាក់ពីលើហ្នឹងយើងដាក់ក្រោមម្ខាងហើយម្ខាងទៀតយើងដាក់ទៀនបន្ទាប់មកយើងដុតទៀនហ្នឹងទៅហើយនឹងយើងដាក់ធូបយើងដុតធូបយើងដាក់ធូបនៅពីលើនៃចានតកហើយចានតកនេះយើងចង់បង្ហាញថានៅផ្ទៃផែនដីយើងគឺជាតំបន់ដែលអតិចជាតំបន់ដែលទទួលបាននៅព្រះអាទិត្យតិចជាងហើយចំណែកកន្លែងភ្លើងទៀនគឺជាកន្លែងដែលក្តៅជាកន្លែងដែលទទួលបានព្រះអាទិត្យច្រើនជាងនៅក្នុងដំណើរការហ្នឹងគឺចង់បង្ហាញថាខ្សែហ្នឹងគឺវាហុយឡើងទៅលើមានថាវាហើរឡើងទៅលើគឺតាមរយៈចរន្តខ្យល់ដែលវាបាននាំយកផ្សែងទៅចំណែកឯកន្លែងដែលចានតកហ្នឹងចង់បង្ហាញថាគឺជាកន្លែងដែលតិចនៅផ្ទៃផែនដីយើងអញ្ចឹងអាផ្សែងធូបហ្នឹងគឺយើងតាំងឲ្យជាចរន្តខ្យល់ដែលតិចគឺវាធ្លាក់ចុះទៅក្រោមបន្ទាប់មកវាចូលទៅក្នុងកេសនៃបំពង់ហ្នឹងហើយផ្សែងធុំវាធ្វើចលនាពីចានតកហ្នឹងទៅកន្លែងទៀនដែលក្តៅបន្ទាប់មកដល់កន្លែងក្តៅវាសាវារីកមានវាស្ទុះឡើងទៅលើជារួមតកតងទៅនឹងដំណើរការពិសោធន៍វាអត់មានន័យស្មុគស្មាញទេសំខាន់ការរៀបចំនៃសម្ភារៈគឺឲ្យចំណាយពេលច្រើននៅក្នុងការរៀបចំសម្ភារៈយើងអត់ឲ្យបានហើយដំណើរការយើងគឺងាយមែនទេយើងគ្រាន់តែដាក់ចានតកចូលដាក់ទៀនចូលយើងដុតភ្លើងមួយហ្នឹងឯងផលដែលយើងទទួលបានមានន័យថាផ្សែងគឺវាបានចូលតាមបំពង់កន្លែងចានតកហើយវានឹងចេញនៅកន្លែងបំពង់ដែរប៉ុន្តែនៅភ្លើងទៀនអញ្ចឹងកន្លែងហ្នឹងយើងចង់បង្ហាញថាខ្យល់វាបានធ្វើចលនាពីតំបន់ដែលមានសម្ពាធខ្លាំងគឺនៅកន្លែងចានតកទៅតំបន់ដែលមានសម្ពាធខ្សោយគឺភ្លើងទៀនផ្សែងចេញពីភ្លើងទៀនឡើងទៅលើដល់រយៈកម្ពស់ណាមួយដែលវាត្រជាក់វានឹងធ្លាក់ចុះមកក្រោមវិញអញ្ចឹងដែលវាធ្វើឲ្យផ្សែងធូបហ្នឹងគឺវាចូលតាមបំពង់ហ្នឹងឯងការពិសោធន៍មិញឃើញថាសិស្សគាត់យល់គាត់អាចទទួលបានថាខ្យល់គឺបក់ពីតំបន់ដែលមានសម្ពាធខ្លាំងទៅតំបន់សម្ពាធខ្សោយពីកន្លែងចានតកតំបន់មានសម្ពាធខ្លាំងទៅកន្លែងភ្លើងទៀនតំបន់មានសម្ពាធខ្សោយហើយសិស្សឃើញថាគាត់ចាប់អារម្មណ៍ហើយគាត់ទទួលបានមានន័យថាគាត់យល់តាក់ទងទៅនឹងទ្រឹស្ដីដែលគាត់បានរៀនហើយឆ្លងតាមការពិសោធន៍ឃើញថាគាត់ទទួលបាននៅចំណេះដឹងពិតប្រាកដហើយអ្វីដែលគាត់ទទួលបានគាត់អាចនឹងយកទៅអនុវត្តនៅមានន័យថាប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃរបស់គាត់ដែលគាត់អាចយល់ថាខ្យល់បក់នេះគឺកើតឡើងដោយសារអីបាទជាចុងក្រោយសូមអរគុណសូមជម្រាបលា